អញ្ចឹងនៅក្នុងការសិក្សា Enscape ខ្ញុំនៅតែនិយាយចឹងវាងាយវាលឿនណាខ្ញុំនៅតែនិយាយតែចឹងកុំមិនភាពស្មុគស្មាញយើងចូលចាប់តាមចូលបដាបដាមួយគ្នាអញ្ចឹងចូលជំហានបន្តទៀតយើងធ្វើម៉េចខ្ញុំសូមនិយាយបន្តទៀតនេះគឺកន្លែង render ណាគឺកន្លែង render ហើយចាំពេលដែលយើងនិយាយត្រួសត្រាសហើយចាំបកមកវិញក្នុងមួយចំណុចនេះចូលទៅមានអីក្នុងហ្នឹងការប្រើប្រាស់សកាត់ដើម្បីរុញទៅមុខទៅក្រោយទៅឆ្វេងទៅស្ដាំបវលអីរូបរាងអីមួយចឹងមកឥឡូវចូលទី2ខ្ញុំសូមនិយាយតិចពាក់ព័ន្ធជាមួយនឹងកន្លែង line update បាទ line update ហ្នឹងក៏អត់ជាបញ្ហាដែរកន្លែងនេះគេទៅទងជាមួយនឹង view អញ្ចឹងអាពីរហ្នឹងគេយើងអត់ប្រើវាទេអ្វីដែលយើងប្រើហ្នឹងគឺកន្លែងនេះអញ្ចឹងចូលដល់ទី3ណាអាពីរនេះអត់ប្រើទេសូមខ្ញុំនិយាយអញ្ចឹងចាំមិនថា Enscape វាស្រួលអញ្ចឹងវាអត់មានទៅប្រើ tool ឯណាស្មុគស្មាញច្រើនទេអានេះគឺទៅនឹងភ្លើងកន្លែងនេះគឺវាមានភ្លើងចូលវាមានភ្លើងច្រើន square spot light យើងជួយយើងប្រើទៅពូលពិដានពូលLED ឬក៏អំពូលអីហ្នឹងគឺប្រើក្នុងហ្នឹងឯងអូខេអញ្ចឹងប្រើអំពូលអញ្ចឹងចាំយើងចូលអនុវត្តការងារយើងនឹងនិយាយថាអំពូលនេះយើងប្រើវាមិនពេលដែលយើងចុចទៅវា render ជំរឿខ្ញុំឧទាហរណ៍មួយណានេះអញ្ចឹងអាហ្នឹងខ្ញុំចុចចឹងហើយអញ្ចឹងខ្ញុំចូលទៅកន្លែងហ្នឹងមកឃើញអាហ្នឹងចាប់ផ្ដើមចូលលក្ខណៈនៃការ render អញ្ចឹងខ្ញុំចូលកន្លែងហ្នឹងមកវានឹងធ្វើការងារមួយទៅជាមួយនឹងការងារ render ហើយចុចចេះដូចខ្ញុំនិយាយអញ្ចឹងចុចចេះឃើញតែ SketchUp ធម្មតាទេណាតទៅពេលយើងចូលកន្លែងនេះបានវាចេញទៅជាមួយនឹងការ render ហ្នឹងវាឃើញទេដោយសារយើងអត់តាមបានចាក់ភ្លើងចាក់អីហើយយើងក៏អត់តាមបានសេរីវាដែរឥឡូវខ្ញុំសូមធ្វើការទាញ Make Explorer ល្ងិតតិចមកបាទល្ងិតហើយជាមួយខ្ញុំឧទាហរណ៍ខ្ញុំកែភ្លើងហ្នឹងឧទាហរណ៍ខ្ញុំកែភ្លើងជាមួយខ្ញុំកែនេះវាទៅជាមួយនឹងភ្លើងខ្លាំងហើយខ្ញុំទាញវាធំតិចមកហើយជាមួយខ្ញុំចូល render បាទអាចថាយើងអត់តាន់រៀបចំអញ្ចឹងយើងអត់តាន់ឃើញទេយើងអត់តាន់រៀបចំអញ្ចឹងអត់អីទេណាឥឡូវទុកសិនទៅកុំតាន់ខ្វល់វាអញ្ចឹងចាំដល់ការងារប្រើប្រាស់យើងនឹងប្រើប្រាស់មួយគ្នាទៅនឹង square light ទៅអីចឹងមកនេះអូខេទុកសិនទៅអូខេអត់អីទេចាំយើងដល់ការងារយើងអនុវត្តទៅយើងយល់ហើយចឹងខ្ញុំនិយាយវិញអញ្ចឹងគឺនៅក្នុងហ្នឹងយើងអាចចូលមកមួយមានមុខងារកែមានមុខងារអីនៅក្នុងហ្នឹងអញ្ចឹងទៅអូខេឃើញយើងមានមុខងារក្នុងកែអញ្ចឹងទៅពេលខ្ញុំនិយាយលម្អិតមួយទៅយល់ហើយហ្នឹងយើងអត់ដល់ហ្នឹងទេចាំបង្កើត Explorer ភ្លឺច្បាស់ភ្លឺអីចង់ឲ្យមេឃវាបាត់ពពកឬក៏មានពពកឬក៏វាមិនអីចឹងយើងអាចសេរីបានទាំងអស់ណាអូខេអញ្ចឹងយើងប៉ុណ្្នឹងសិនមកហើយយើងចូលទៅបន្តទៀតអាហ្នឹងតើតុនភ្លើងអាទី3នេះភ្លើងអាមួយទៀតឯគេអាមួយទៀតទៅជាមួយនឹងដើមឈើបាទអញ្ចឹងដើមឈើយើងគ្រាន់តែចូលទៅលើវាមកបាទចូលទៅលើកន្លែង asset library ហ្នឹងមកបាទ